អញនោះកាន់តែក្តៅហើយពេលនេះអាយដាមជាមចាំសុភ័ណ្ឌនឹងធ្វើលិខិតព្រមានដល់មន្ត្រីណាដែលបណ្តែតបណ្ដោយឲ្យមានបទល្មើសទុនធានធម្មជាតិជាលើកទី2ខេត្តកំពង់ស្ពឺអាយដាមជាមចាំសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺនឹងធ្វើលិខិតព្រមានដល់មន្ត្រីណាដែលបណ្តែតបណ្ដោយឲ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់កើតមានជាលើកទី2និងបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធពង្រឹងកិច្ចការបង្ក្រាបបទល្មើសនេះឡើងវិញការព្រមាននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី18អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺនាថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ដែលលោកបានលើកឡើងពីករណីដែលសកម្មជនព្រៃឈើលោកតាន់គឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិបានរកឃើញបទល្មើសដឹកជញ្ជូនឈើប៉ុន្តែពិបាកសូមកិច្ចសហការបង្ក្រាបពីមន្ត្រីជំនាញកាលពីសប្តាហ៍មុនតាមរយៈឃ្លីបវីដេអូនៅលើបណ្ដាញសង្គមរបស់លោកអភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងថាពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើដែលទទួលបានពីការបង្ហោះនៅតាមបណ្ដាញសង្គមលោកបានជម្រាបជូនទៅប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជាមន្ត្រីបរិស្ថានខេត្តត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់លោកបានបញ្ជាក់ដូចនេះថាចុះហេតុអ្វីបានជាបុគ្គលម្នាក់តាន់គឹមសួរគេលើកឡើងហើយបានយើងទៅធ្វើការបង្ក្រាបក្រោយគេឥឡូវនេះខ្ញុំបានឲ្យខាងមន្ត្រីកសិកម្មសួរនាំទៅអ្នកដែលទទួលខុសត្រូវនៅតាមដងផ្លូវនេះហើយប្រសិនបើមានករណីកើតឡើងទៀតប្រហែលជាយើងនឹងធ្វើលិខិតព្រមានហើយមិនឲ្យមានជាលើកទី2នោះទេលើពីនេះលោកអភិបាលក៏បានណែនាំដល់កងកម្លាំងនគរបាលកម្លាំងអាវុធហត្ថនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធឲ្យពិនិត្យមើលបញ្ហានេះឡើងវិញដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានដល់ថ្នាក់ដឹកនាំមូលដ្ឋាននិងថ្នាក់ជាតិលោកជាមចាំសុភ័ណ្ឌបានថ្លែងថាជួនកាលយើងទទួលព័ត៌មានថាខត់បានឡាននឹងហើយតាក់ទងជាមួយជំនាញយើងមិនលើកទូរស័ព្ទលើកអីទៀតនឹងមានន័យថាម៉េចហើយប្រសិនបើធ្វើអញ្ចឹងមែនវាមិនត្រឹមតែប៉ះពាល់តែខាងបណ្ដាកងកម្លាំងរបស់យើងនៅតាមដងផ្លូវទេតែក៏ជាឥទ្ធិពលអាក្រក់មកដល់ថ្នាក់រដ្ឋបាលឯកភាពរបស់យើងដែរលោកបន្តថាមានន័យថាទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តខ្ញុំជាអ្នកទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃផងដែរឬក៏ជាមួយឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់យើងនេះមិនមែនជាការស្ដីបន្ទោសទេប៉ុន្តែត្រូវតែពង្រឹងកិច្ចការងាររបស់យើងឲ្យបានជាក់លាក់ច្បាស់លាស់គូរំលឹកផងដែរថាការពីយប់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025កន្លងទៅលោកតាន់គឹមសួរបានឲ្យដឹងថាអក្រិតកម្មព្រៃឈើនេះបានបំផ្លាញព្រៃឈើអស់រយៈពេលជាង20ឆ្នាំមកហើយពួកគេបានធ្វើការបំផ្លាញប្រភេទឈើម្រិញឬឆ្កល់ពីតំបន់ដែនអភិរក្សសត្វព្រៃអូរ៉ាល់ក្នុងខេត្តកំពង់ស្ពឺហើយដឹកជញ្ជូនឆ្លងកាត់ក្រុងច្បារមនខេត្តកំពង់ស្ពឺនិងដឹកជញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញដើម្បីនាំចេញទៅប្រទេសវៀតណាមលោកបានអះអាងថាពាក់ព័ន្ធទៅនឹងសកម្មភាពខាងលើនេះខ្ញុំនិងក្រុមការងារបានតាមដានអស់រយៈពេលជាង1ឆ្នាំមកហើយខ្ញុំមិនហត់ក្នុងការតាមដានបទល្មើសព្រៃឈើខាងលើទេតែខ្ញុំហត់ថានៅពេលដែលតាមដានហើយស្នើសុំការសហការពីមន្ត្រីជំនាញដោយសុំភ្លើងយក្សអីចឹងអត់ពិបាករកទេបទល្មើសព្រៃឈើនោះតែពិបាករកមន្ត្រីមកសហការបង្ក្រាបការប្រយុទ្ធថ្ងៃទី4ខែវិច្ឆិកានេះលោកតាន់គឹមសួរបានខត់រថយន្តកែច្នៃដឹកជញ្ជូនឈើប្រមាណជា8កំណាត់ធំក្នុងស្រុកអូរ៉ាល់ហើយបានតាក់ទងទៅមន្ត្រីជំនាញដើម្បីសុំសហការបង្ក្រាបប៉ុន្តែលោកបានចាំអស់រយៈពេលជាង2ម៉ោងក៏មិនទាន់ឃើញមានមន្ត្រីណាចុះទៅមើលនោះដែរលោកបាននិយាយក្នុងពេលនោះដូចនេះថាមកដល់ឥឡូវនេះចូលជាង2ម៉ោងហើយមិនទាន់ឃើញមានមន្ត្រីជំនាញណាម្នាក់ចុះមកសហការនៅឡើយទេនេះឆ្លុះបញ្ចាំងមូលហេតុបទល្មើសទុនធានធម្មជាតិនៅតែបន្តកើតមានហើយកើតមានទៀតគឺដោយសារតែបែបលក្ខណៈអីចឹងនៅពេលដែលមានកម្លាំងពីខាងក្រៅចុះធ្វើការបង្ក្រាបបង្ហាញការខ្វល់ខ្វាយតែមន្ត្រីជំនាញដែលមានសមត្ថកិច្ចហាក់ដូចជាមិនសប្បាយចិត្តនៅក្នុងការចូលរួមសហការជាមួយគ្នាទាល់តែសោះគឺស្ថិតក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺនេះតែម្ដងទោះជាយ៉ាងណាបទល្មើសនោះត្រូវបានបង្ក្រាបក្រោយពីលោកបានស្នើសុំការអន្តរាគមន៍ពីឯកឧត្តមសិនវិរៈព្រះរាជអាជ្ញាអាយកាអមសាលាដំបងខេត្តកំពង់ស្ពឺរួចមកលោកតាន់គឹមសួរក៏បានទាមទារឲ្យមានការធ្វើការកែតម្រង់ដកមន្ត្រីមួយចំនួននិងរៀបចំរចនាសម្ព័ន្ធនៅក្នុងស្រុកអូរ៉ាល់ឡើងវិញដើម្បីឲ្យខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសទុនធានធម្មជាតិមានប្រសិទ្ធភាពខ្ពស់លោកតាន់គឹមសួរបានអះអាងថាក្រុមអក្រិតជនអាចបង់ប្រាក់សំណូកបដូរជាមួយការការពារនិងបន្តបំផ្លាញព្រៃឈើដូច្នេះលោកបានទាមទារឲ្យមានការស៊ើបអង្កេតហិរញ្ញវត្ថុដូចជាមានការតាមដានសាច់ប្រាក់បង្កកទ្រព្យសម្បត្តិនិងចោទប្រកាន់អ្នកដែលទទួលបានអត្ថប្រយោជន៍ពីអក្រិតកម្មព្រៃឈើនេះក្នុងនោះរួមមានទាំងអ្នកជួញដូរឈើនិងមន្ត្រីដែលបានបិទភ្នែកបណ្តែតបណ្ដោយឲ្យមានបទល្មើសកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលោកតាន់គឹមសួរដដែលក៏បានអំពាវនាវសុំអន្តរាគមន៍ពី
លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកអ៊ីវសាផាឡែតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកដិតឌីណាជាផងដែរលោកលើកឡើងថាអក្រិតកម្មនេះមិនត្រឹមតែបំផ្លាញដើមឈើប៉ុណ្ណោះទេវាទាំងបំផ្លាញអនាគតរបស់យើងផងដែរសូមចូលជាមួយគ្នាដើម្បីបញ្ចប់ការបំផ្លាញទ្រព្យសម្បត្តិរបស់ជាតិទៀត